Bạn chẳng dương sắc xa bị xâm nòngប្រយោគបាទអញ្ចឹង399អញ្ចឹងយើងមាន subject ចឹងមកយើងបូកជាមួយនឹង used to ហើយបូកជាមួយនឹង verb 1 ឬក៏ base form ហ្នឹងកិរិយាសព្ទដើមហ្នឹងយើងប្រែថាធ្លាប់ឧទាហរណ៍ we used to go to school together we used to go to school together អញ្ចឹងយើងប្រែថាយើងធ្លាប់ទៅសាលារៀនជាមួយគ្នាបាទឧទាហរណ៍បន្តទៀត I used to live in a small village I used to live in a small village មានថាខ្ញុំធ្លាប់រស់នៅក្នុងភូមិតូចមួយបាទឧទាហរណ៍បន្តទៀត He used to work in a shop គាត់ធ្លាប់ធ្វើការនៅក្នុងហាងមួយបាទអញ្ចឹងថ្ងៃនេះយើងសិក្សាសំណង់ប្រយោគមួយនេះអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងបញ្យល់នៅសំណង់ប្រយោគបន្តទៀតចុះបើបងប្អូនចង់បានសៀវភៅ1100 clear រៀននិយាយភាសាអង់គ្លេសបងប្អូនអាចតាក់ទងមកខ្ញុំបាទតាម page TYB Learning English បាទសូមអរគុណបងប្អូន